សញ្ញា5ប្រការបញ្ជាក់ប្រាប់ថាអ្នកគឺជាមនុស្សចាស់ទុំទី1អ្នកឈប់ឬមិនអธิบายវែកញែកពន្យល់នៅអ្វីទាំងអស់នៅក្នុងគណៈពេលដែលគេមិនយល់ឬយល់ខុសចំពោះអ្នកហើយបែរជាមានអាកប្បកិរិយាអស់សំណើចទៅវិញទី2អ្នកចាប់ផ្ដើមមិនចាប់អារម្មណ៍មិនយកចិត្តទុកដាក់ចំពោះសម្ដីភាសារិះគន់តិទៀនរបស់គេអ្នកដទៃណាឡើយព្រោះជាច្បាប់ចក្រវាលអ្នកណាគិតឬធ្វើល្អនោះជីវិតនឹងល្អការគិតឬធ្វើអាក្រក់នោះជីវិតលិចលង់ទៅតាមនឹងដែរមិនមែនល្អអាក្រក់ទៅតាមមាត់គេថាគេនិយាយនោះទេវាគឺអាស្រ័យទៅលើអំពើកម្មរបស់បុគ្គលផ្ទាល់ខ្លួនម្នាក់ទី3អ្នកមិនសង្ស័យមិនស្ទាក់ស្ទើរនៅក្នុងសមត្ថភាពសេចក្តីល្អនិងគុណតម្លៃរបស់ខ្លួនឯងសូម្បីតែបន្តិចឡើយទី4អ្នកមានគោលដៅជីវិតដ៏ច្បាស់លាស់ហើយអ្នកក៏កំពុងតែកសាងវានិងធ្វើដំណើរនៅលើផ្លូវទៅកាន់គោលដៅជីវិតរបស់ខ្លួនឯងយ៉ាងមានសេចក្តីសុខទី5អ្នកយល់ដឹងច្បាស់លាស់នៅសច្ចធម៌នៃច្បាប់ធម្មជាតិដែលគ្រប់យ៉ាងទាំងអស់នៅលើលោកនេះគ្រាន់តែជាបណ្ដោះអាសន្នវាជាជីវិតដែលប្រព្រឹត្តទៅដើម្បីលះបង់នៅអ្វីទាំងអស់ទៅវិញដែលព្រះសម្មាសម្ពុទ្ធទ្រង់បង្រៀនថាសព្ពេធម្មានិលាំងអភិនិវេសយៈប្រែមកថាធម៌ទាំងឡាយមិនគួរប្រកាន់ថាជារបស់មាំមួនឡើយព្រោះវាមិនមែនជារបស់ខ្លួនអ្វីទាំងអស់ក៏មិនមែនជារបស់ខ្លួនដែរដូច្នេះហើយចូលនៅជាមួយនឹងបច្ចុប្បន្ន